ដោយសារវីដេអូមុនបាទពុកម៉ែបងប្អូនទស្សនាប្រាសាទថ្នល់ស្វាយបាទអត់ទាន់ចប់ទេដោយសារប្រាសាទនឹងវាធំហើយមានប្រាសាទជាច្រើនបាទមិនមែនមានតែមួយទេហើយដូច្នេះខ្ញុំក៏នាំពុកម៉ែបងប្អូនទស្សនាបន្តទៀតដោយសារវីដេអូគឺខ្ញុំអត់បានធ្វើវែងទេខ្លាចពុកម៉ែបងប្អូនមើលទៅយូរពេកអាចនឹងធុញខ្ញុំធ្វើវីដេអូខ្លីៗបាទនាំពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទនេះហើយគឺជាទីធ្លាប្រាសាទបាទខាងប្រាសាទស្វាយបាទដោយសារខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបាទបានទស្សនាតាំងពីខ្ញុំដើរចូលមករហូតដល់ខ្ញុំបាទត្រឡប់ទៅវិញចង់ពុកម៉ែបងប្អូនបានឃើញនៅបរិវេណជុំវិញប្រាសាទថ្នល់ស្វាយបាទវានៅមានប្រាសាទច្រើននៅក្នុងនេះបាទប្រាសាទខ្លះក៏ធំខ្លះក៏តូចខ្លះក៏បាក់បែកខ្លះជាគំនរសិលាបាទប្រាសាទខ្លះក៏នៅមានទាំងសិលាឬក៏ហៅយើងថាជាងប្រាសាទបាទហើយប្រាសាទខ្លះក៏មានតែសល់តែគ្រឹះហើយប្រាសាទខ្លះក៏នៅមានល្អខ្លះដែរបាទនៅជុំវិញប្រាសាទនេះគឺសម្បូរទៅដោយព្រៃឈើនិងឈើដែលហូបផ្លែបានបាទពុកម៉ែបងប្អូនមើលគឺប្រាសាទហ្នឹងបើសិនជានៅស្រស់ស្អាតបាទមិនធម្មតាទេទីធ្លាបរិវេណក៏ធំហើយប្រាសាទក៏ច្រើនហើយមានប្រាសាទបាទប្រាសាទនេះគឺមានអត់មានបរិវេណឬក៏យើងហៅថាលបងព័ទ្ធទេបាទប៉ុន្តែប្រាសាទថ្មដែលខ្ញុំចូលមើលមុនដំបូងនោះគឺមានបរិវេណព័ទ្ធជុំវិញប្រាសាទហ្នឹងបាទតែប្រាសាទផ្សេងទៀតអត់មានទេបាទដូចជាយើងធ្វើផ្ទះអត់បងអញ្ចឹងដែរបាទប៉ុន្តែប្រាសាទថ្មមុននោះគឺមានលបងបាទបងប្អូនបានទស្សនាហើយមើលជាមួយខ្ញុំបាទយ៉ាងណាដែរបាទសប្បាយទេអត់បានឃើញទស្សនាប្រាសាទបុរាណខ្មែរយើងបាទថ្ងៃនេះដោយសារខ្ញុំមកហ្នឹងគឺមេឃវារកភ្លៀងដល់ចឹងទៅយើងស្លុបដោយសារសម្បូរដើមឈើខ្លះដែរទៅមើលតែអត់សូវឆ្លាស់បាទអត់សូវភ្លឺរៀងស្អាប់បាទហើយខ្ញុំក៏ថតបាទរៀងញាប់ញ៉ាវឲ្យបងប្អូនបានមើលបាទអត់សូវបានចិត្តចង់អត់អន់អីប្រហែលទេដោយសារមេឃរកភ្លៀងខ្លាចថតសាទបងប្អូនមើលអត់សពបាទហើយនេះគឺជាគំនរប្រាសាទបាទមើលតែបងប្អូនមានការបាក់បែកហើយប្រាសាទខាងមុខនោះវាបាទវាបាក់បែកប៉ុន្តែវានៅមានរូបរាងខ្លះបាទតែយើងអាចមើលទស្សនាបានបាទហើយសាទខ្លះក៏វាមិននៅល្អទេហើយកន្លែងខ្លះក៏បាក់បែកជាគំនរអស់បាទហើយនេះគឺជារណ្ដៅបងប្អូនដាក់ខាងក្រុមស្រាវជ្រាវបាទគេស្រាវជ្រាវទ្រង់ទ្រាយរូបរាងប្រាសាទដើម្បីឲ្យដឹងពីអ្វីដែលជាលក្ខណៈគ្រឹះប្រាសាទ